បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាចូលមកកាន់ channel របស់ខ្ញុំគឺ channel អានព្រះបន្ទូលព្រះហើយខ្ញុំបាទនឹងចាប់ផ្ដើមអានពីព្រះគម្ពីរដំបូងលោកកំបាត់ពីចម្ពោះ1រហូតដល់ចប់ព្រះគម្ពីរវិវរណៈហើយខ្ញុំបាទនឹងធ្វើការអានព្រះបន្ទូលរបស់ព្រះចាប់ពីថ្ងៃនេះទៅគឺមួយថ្ងៃមួយចម្ពោះសង្ឃឹមថាបងប្អូនទាំងគ្នានឹងបានស្ដាប់ហើយនឹងអានជាមួយខ្ញុំទាំងអស់គ្នាលោកកំបាត់ចម្ពោះ1ខ1ការដាំដំបងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីឯផែនដីបានខូចហើយនៅទទេមានសុទ្ធតែងងឹតនៅគ្របលើជម្រៅទឹកហើយព្រះវិញ្ញាណនៃព្រះក៏រារានៅលើសំទុះនៅពីលើទឹកនោះព្រះទ្រង់មានបន្ទូលថាចូលឲ្យមានពន្លឺឡើងដូច្នេះពន្លឺក៏មានឡើងព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយរួចទ្រង់ញែកពន្លឺពីងងឹតចេញទ្រង់ហៅពន្លឺថាជាថ្ងៃហើយហៅងងឹតថាជាយប់នោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី1បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានប្រឡោះនៅកណ្ដាលទឹកដើម្បីញែកទឹកចេញពីគ្នាទ្រង់ក៏ធ្វើប្រឡោះនោះទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះក៏មានដូច្នោះរួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី2បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែមួយហើយឲ្យមានទីគោកដុះលេចឡើងនោះក៏មានដូច្នោះទ្រង់ហៅទីគោកនោះថាជាដីហើយហៅទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រនោះទ្រង់ក៏ឃើញថាល្អរួចព្រះទ្រង់មានបន្ទូលថាចូលឲ្យដីដុះតនជាតិឡើងគឺជាពួកស្មៅដែលមានគ្រាប់និងរុក្ខជាតិមានផ្លែផ្កាមានផ្លែតាមពូជដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដីនោះក៏មានដូច្នេះដីក៏ដុះតនជាតិទាំងឡាយឡើងគឺជាស្មៅដែលមានគ្រាប់តាមពូជនិងរុក្ខជាតិមានផ្លែតាមពូជដែរហើយមានគ្រាប់នៅក្នុងផ្លែនោះឯងរួចទ្រង់ឃើញថាល្អនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី3បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានតួពន្លឺនៅនាផ្ទៃមេឃដើម្បីនឹងញែកថ្ងៃចេញពីយប់សម្រាប់ទុកជាទីសម្គាល់នៅរដូវថ្ងៃនិងឆ្នាំហើយសម្រាប់ជាពន្លឺនៅផ្ទៃមេឃដើម្បីបំភ្លឺមកផែនដីនោះក៏មានដូច្នោះទ្រង់ធ្វើពន្លឺធំជាសំទោសទ្រង់ធ្វើពន្លឺធំជាពីរតួមួយដែលធំជាងនោះសម្រាប់បំភ្លឺក្នុងពេលថ្ងៃហើយមួយដែលតូចជាងសម្រាប់បំភ្លឺក្នុងពេលយប់ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃសម្រាប់នឹងបំភ្លឺមកលើផែនដីឲ្យមានអំណាចនាពេលថ្ងៃនិងពេលយប់ហើយឲ្យញែកពន្លឺចេញពីងងឹតរួចទ្រង់ឃើញថាជាល្អនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី4បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានមច្ឆជាតិរវើកនៅក្នុងទឹកជាបរិបូរណ៍និងបក្សីជាតិហើរលើដីនៅនីអាកាសទ្រង់ក៏បង្កើតអស់ទាំងសត្វសម្បើមនិងជីវិតទាំងឡាយដែលកម្រើកដែលកើតមានឡើងរវល់នៅក្នុងទឹកតាមពូជហើយអស់ទាំងសត្វស្លាបតាមពូជដែររួចទ្រង់ឃើញថាល្អទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះហើយមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ
ហើយឲ្យសត្វស្លាបចំណាឡើងនៅផែនដីដែរនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី5បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានចតុបាទជាតិកើតមកនៅដីគោកតាមពូជគឺជាសត្វស្រុកសត្វលូនវានិងសត្វព្រៃនៅផែនដីតាមពូជនោះក៏មានដូច្នេះទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជសត្វស្រុកតាមពូជហើយគ្រប់ទាំងសត្វដែលលូនវានៅដីគោកតាមពូជដែររួចទ្រង់ឃើញថាល្អទ្រង់ក៏មានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើងហើយឲ្យមានអំណាចលើត្រីសមុទ្រសត្វហើរលើអាកាសនិងសត្វជើង4ដែលនៅលើផែនដីទាំងមូលព្រមទាំងសត្វលូនវាដែលវានៅផែនដីផងទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងក៏បង្កើតគេឡើងជាប្រុសជាស្រីទ្រង់ប្រទានពរដល់គេហើយមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យមានពេញពាសលើផែនដីចុះត្រូវបង្ក្រាបផែនដីហើយមានអំណាចលើត្រីសមុទ្រសត្វហើរលើអាកាសនិងជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផងទ្រង់មានបន្ទូលថាមើលអញឲ្យគ្រប់ទាំងតនជាតិមានគ្រាប់ពូជដែលដុះនៅផែនដីនិងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែមានគ្រាប់ពូជទុកជាអាហារដល់ឯងហើយអញក៏ឲ្យគ្រប់ទាំងតនជាតិខ្ចីទុកជាអាហារដល់អស់ទាំងសត្វនៅលើដីសត្វហើរលើអាកាសនិងសត្វលូនវានៅដីដែលមានជីវិតទាំងប៉ុន្មានដែរនោះក៏មានដូច្នេះរួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះក៏ឃើញថាទាំងអស់ជាការល្អប្រពៃនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី6បាទហើយការអានព្រះបន្ទូលរបស់ព្រះរបស់ខ្ញុំបាទថ្ងៃនេះគឺជាថ្ងៃទី1បើសិនជាខ្ញុំអានទៅមានការខុសឆ្គងឬក៏រឿងតាក់រដាក់រដប់ត្រង់ណាសូមបងប្អូនអរគ្នាខន្តីអភ័យទោសពីព្រោះខ្ញុំមិនមែនជាបណ្ឌិតឬក៏មិនមែនជាអ្នកចេះដឹងទេគឺគ្រាន់តែមនុស្សសាមញ្ញធម្មតាគ្រាន់តែខ្ញុំចង់អានព្រះបន្ទូលព្រះដើម្បីនឹងស្អាងទឹកចិត្តអស់លោកអ្នកបងប្អូនដែលគាត់ទើបនឹងជឿដូចខ្ញុំដែរហ្នឹងហើយអរគុណច្រើនសូមព្រះប្រទានពរថ្ងៃស្អែកយើងនឹងជួបគ្នាទៀតនៅជំពូក2អរគុណច្រើនសូមព្រះប្រទានពរ